មិនគេចាំបាច់នាំគ្នាមកដល់ផ្ទះខ្ញុំយើងបានជាយកប្តីរស់គ្នាហើយយ៉ាងណាក៏ត្រូវតែមកស្គាល់គ្នាដែរណានាំគ្នាទៅវិញពេលអ្នកទាំងពីរតាក់ទងគ្នានេះមិនមកក្រាបខ្ញុំទេហើយឥឡូវមានអ្នកឯងមកត្រូវស្គាល់គ្នានៅពេលនេះយើងលែងលះគ្នាទៅនេះអូនចង់យ៉ាងម៉េចបងស្លាញ់គេដល់តាក់មានកូនមួយគេហើយឥឡូវមកឯងទៅមកសួរថាត្រូវធ្វើមិនហ្មងបើអញ្ចឹងស្លាប់ទាំងអស់គ្នាហ្មងទៅនិយាយតាមស្រួលមិនសុខចិត្តទេតោះតែលេងកក្តារអញ្ចឹងអូយមិនអូនឈឺពោះខ្លាំងណាស់បងប្រាប់ឲ្យអ្នកបងលក់ផ្ទះចែកគ្នាតែម្ដងទៅថាយើងត្រូវទៅរកស៊ីនៅប៉ោយប៉ែតរស់នៅរៀងខ្លួនតែម្ដងទៅវាមានក្តីសុខជាងគិតដូចអូនក៏ល្អម្យ៉ាងដែរណាបើថ្ងៃក្រោយវេទនារកលួចចិញ្ចឹមជីវិតមិនបាននោះទេមកខ្ញុំមកក្រែងខ្ញុំសល់លុយខ្លះដាក់ទៀនឲ្យព្រោះអីធ្លាប់ជាប្តីប្រពន្ធនឹងគ្នានេះខ្ញុំមិនចិត្តដាច់ហើយនឹងចិត្តអាក្រក់ជាមួយឯងនោះទេបាយអ្នកចេះដឹងកូនហើយនឹងអូនកណិកាគឺបានស្រឡាញ់គ្នាយល់ចិត្តគ្នាកូនក៏បានរៀបចំឯកសារដើម្បីធានាអូនកណិកាទៅរស់នៅអាមេរិកជាមួយគ្នានៅខែក្រោយនេះហើយម៉ាក់កូនចង់ទៅរស់នៅបរទេសណាម៉ាក់ក៏ចង់ឃើញកូនមានអនាគតដែរមែនទេ